បាទជំរាបសួរពុកម៉ែបងប្អូនឥឡូវយើងមកកលេចបឺទូកបាទចំនួនមួយគ្រឿងនេះគឺជាទូកដែលមានឈ្មោះថានាងសវណ្ណមច្ឆាតេជោបាទទូកនាងសវណ្ណមច្ឆាតេជោគឺជាទូកដែលស្ថិតនៅក្នុងវត្តព្រះប្រសពបាទឃុំព្រះប្រសពស្រុកសាច់កណ្ដាលខេត្តកណ្ដាលបាទការប្រកួតបាទរំលឹកការប្រកួតបាទថ្នាក់ជាតិឆ្នាំ2024បាទនាងសវណ្ណមច្ឆាតេជោបាទគឺបាទទទួលជ័យជំនះបាទក្នុង3ថ្ងៃបាទ6ជើងឈ្នះ3ជើងចាញ់3ជើងបាទក្នុងនោះចាញ់ដូចជាថ្ងៃទី1ចាញ់បាទកំសាន្តជលសានៅថ្ងៃទី1ទាំង2ជើងបាទឈ្នះថ្ងៃទី2បាទទៅលើពិសិដ្ឋអំពរវ័នតេជោសែនជ័យបាទទាំង2ជើងបាទឈ្នះក្រាំងជែក1ជើងចាញ់1ជើងបាទប្រវត្តិបាទនាងសវណ្ណមច្ឆាតេជោបងប្អូនប្រកាសជាស្គាល់ហើយបើសិនជាដាក់ម៉ាស៊ីនត្រូវនោះគឺថាបាទធ្លាប់ប៉ះមហាទន្សាយធ្លាប់បាទប៉ះដីដោះសែនជ័យហើយក៏ធ្លាប់ទទួលពានបាននៅខេត្តកំពង់ឆ្នាំងផងដែរបាទចំពោះទូកបាទនាងសវណ្ណមច្ឆាតេជោនេះគឺបើខ្ញុំបាទទសាគាត់មួយគឺបាទការគំនូបាទគូគំនូក៏ដូចជាប្រពៃណីទម្លាក់ទូកអីគឺបាទល្អមែនតើបាទសម្រាប់នាងសវណ្ណមច្ឆាតេជោបាទគុណច្រើនបងប្អូនបាទសម្រាប់ការទស្សនាបាទសូមអញ្ជើញទស្សនាការបាទសាកល្បឿនបាទបន្តទៀតរបស់នាងសវណ្ណមច្ឆាតេជោហើយក៏សូមជួយ comment ផងចង់ឃើញទូកណាបន្តទៀតបាទអាចប្រាប់បាទខ្ញុំបាទខ្ញុំនឹងដាក់ជូនបងប្អូនបាទរៀងរាល់ថ្ងៃនៅវេលាម៉ោង 6-7 ល្ងាច